នេះចឹងយើងរត់ខ្សែភ្លើងតាមនេះ2ម៉ែត្រកន្លះមកដល់នេះបត់ឆ្វេងតាមនេះ2ម៉ែត្រ15ឡើងមកអំពូលចុះមកកុងតាក់ក្រោមណោះខេខ្សែភ្លើងយើងរត់ឡើងពីនេះចាក់មកណាឡើងទៅអំពូលចុះមកកុងតាក់ក្រោមនៅត្រង់នេះតោះមកមើលការងារ CEO ចូលកន្លែងនេះហើយអីហើយគឺការងារតភ្លើងបាទ apply math apply physics apply គ្រប់យ៉ាងហើយបើកមិនភ្លឺបើតខុសហ្នឹងបាទនៅពេលដែលធ្វើទៅបានដឹងថាការងារហ្នឹងមើលទៅវាដូចរៀងស្រាលទេទូចទេប៉ុន្តែធ្វើជាក់ស្ដែងមានណាយើងអត់ជំនាញយើងអត់ដែលមានបទពិសោធន៍ទៀតអញ្ចឹង2ថ្ងៃបាទគាត់ធ្វើការងារប៉ុណ្ណឹងតខុសជាមួយនឹងគ្រឿងភ្លើងមិនធម្មតាទេបាទលោតឌីសង់ទ័រ2ដងប្រពន្ធឡើងឲ្យធ្វើហើយភ័យការងារនឹងបង្រៀនយើងអញ្ចឹងបន្ទាប់ពីអត់ចេះធ្វើខុសធ្វើត្រូវខុសពី3ដងទៅឥឡូវយើងទទួលបានសមិទ្ធផលតិចហើយព្រឹកថ្ងៃទី2ថតមើលហ្នឹងយើងធ្វើតេស្តមើល final result តើអំពូលភ្លើងនឹងភ្លឺទេតើដូចភ្លើងនឹងដើរទេអូខេចាំមើលទាំងអស់គ្នាដល់ភ្លើងហើយនៅហើយអូខេចឹងយើងចាប់ផ្ដើមតេស្តមើលថាអំពូលរបស់យើងនេះភ្លឺអត់អូខេ let's start 1 2 3 wow ជោគជ័យយេថតមកមួយមកជ័យយោយើងអត់បានហើយរីករាយឆ្នាំថ្មីសូមឲ្យពន្លឺនៃជីវិតភ្លឺដូចអំពូលម៉ែតយេម៉ាញ់ធ្វើអីគេបង CEO ជោគជ័យយេ bravo សួស្តីទាំងអស់គ្នាហើយនេះគឺជាលទ្ធផលពឹបជេដំណើរការបានអែម